តើសួស្តីអ្នកទាំងអស់គ្នាមកកាន់ភាគថ្មីនៃរឿងរបស់យើងមុនចូលទៅដល់សាច់រឿងបន្តរបស់យើងអេមីនក៏សូមអរគុណខ្លាំងមែនទែនសម្រាប់ការទស្សនាក៏ដូចជាជួយប៉ាកាហ្វេមកកាន់អេមីនជាដើមឥឡូវយើងក៏ចាប់ផ្ដើមចូលមកកាន់សាច់រឿងរបស់យើងតែម្ដងទៅនោះវាមិនមែនជាឆ្អឹងរបស់មនុស្សទេវាគឺជាឆ្អឹងរបស់សត្វកណ្ដុរនឹងឯងប៉ុន្តែពួកគេក៏មិនមានពេលជាមួយនឹងការពិចារណាច្រើននោះដែរពីព្រោះតែពួកកណ្ដុរបិសាចវាចាប់ផ្ដើមមកស៊ីចំណីរបស់វាហើយអញ្ចឹងហើយពួក Hunter ទាំងអស់គឺតម្រូវត្រៀមខ្លួននៅក្នុងការប្រយុទ្ធផងដែរអញ្ចឹងហើយពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមចូលទៅក្នុងក្បួនដើម្បីត្រៀមខ្លួនទប់ទល់ជាមួយនឹងពួកបិសាចកណ្ដុរទាំងអស់នោះចំណែកឯប្រូពីនេះវិញគឺថាអត់ចប់រឿងភ្នាល់គ្នានោះទេគឺគេភ្នាល់គ្នាថាប្រសិនបើនរណាគេអាចសម្លាប់ពួកកណ្ដុរបិសាចនេះបានច្រើនជាងនោះអ្នកនោះនឹងឈ្នះសម្រាប់អ្នកដែលចាញ់គេត្រូវតែប៉ានៅហាង PX ពួកគេគឺមិនមានពេលនៅក្នុងការនិយាយគ្នាច្រើននោះទេពីព្រោះថាវងកណ្ដុរកំពុងតែសម្រុកចូលមកយ៉ាងសាហាវហើយពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមទប់ទល់ជាមួយនឹងពួកវាទៅហើយចំណែកមានជនឃើញពួកបិសាចកណ្ដុរគេពិតជាសប្បាយចិត្តជាខ្លាំងពីព្រោះតែគេគិតថាដឹងតែបានខៀលច្រើនទៀតហើយបន្តមកការសម្លាប់កណ្ដុរក៏ចាប់ផ្ដើមពួកគេម្នាក់គ្មានខ្លាចញញើតនឹងការសម្លាប់ពួកកណ្ដុរនេះសូម្បីតែបន្តិចពីព្រោះថាពួកគេទាំងអស់គ្នាសុទ្ធតែជា Hunter Cop ពេញលេញប្រូសក់វែងហានយ៉ុងដែលជាមនុស្សដែលចូលចិត្តលេងសើចច្រើនគាត់ក៏មិនអន់ដូចគ្នានៅក្នុងការសម្លាប់ពួកកណ្ដុរទាំងអស់នេះចំណែកឯលីស៊ីងហូគាត់ប្រើកម្ដៅដៃរបស់គាត់ដើម្បីវាយទៅលើពួកវាមានជនមើលទៅការប្រយុទ្ធរបស់ពួកគេទាំងសប្បាយចិត្តម្នាក់គឺថាខិតខំខ្លាំងមែនទែនទោះបីជាកណ្ដុរមកច្រើនប៉ុណ្ណាក៏ដោយក៏ពួកគេនៅតែអាចទប់ទល់ជាប់ផងដែរហើយកណ្ដុរបិសាចនោះទៀតសោតវាមិនមែនជាកណ្ដុរតូចៗនៅតាមភូមិនោះទេទំហំរបស់វាស្ទើរតែប៉ុនមនុស្សទៅហើយដែលតម្រូវឲ្យពួកគេទាំងអស់គ្នាពិបាកនៅក្នុងការសម្លាប់ម្ដងមួយមានកណ្ដុរ3ក្បាលកំពុងតែហោះមករកមានជនដែលមានជនគាត់កំពុងតែមើលទៅកាន់គ្នារបស់គាត់និងគិតថាពួកគេម្នាក់សុទ្ធតែល្អនៅក្នុងការប្រយុទ្ធហើយមានជនគ្រាន់តែក្រវាដំបងរបស់គាត់មួយក្រវាក៏ធ្វើឲ្យពួកវាងាប់ទាំង3ក្បាលតែម្ដងដោយមិនចាប់អារម្មណ៍ជាមួយនឹងការប្រយុទ្ធរបស់គាត់តតែសោះបើយើងក៏លេចមើលទៅកាន់ប្រុសមិត្តធំមីនជីជាមួយនឹងឈូមីនក៏មិនធម្មតាដូចគ្នាពួកគេម្នាក់គឺប្រើដាវសាមរ៉ៃដើម្បីកាប់សម្លាប់ពួកបិសាចកណ្ដុរទាំងអស់នោះបើការប្រយុទ្ធរបស់ពួកគេល្អឥតខ្ចោះបែបនេះនោះមិនយូរនោះទេកណ្ដុរទាំងអស់នេះនឹងអស់ជាមិនខានហើយពួកគេក៏នឹងឃ្លាដងចង់អស់ឆាប់ផងដែរបន្តមកមានជនគេក៏គិតថាការពិតដែលថាពួកគេកំពុងតែគ្របដណ្ដប់ទៅលើតំបន់ដ៏ធំទូលាយបែបនេះដោយខ្លួនឯងគឺជាផុសតាងដែលថាអ្នកនឹងអាចឈានទៅមុខបានដោយគ្រាន់តែលេង Ghost Stop គឺជាហ្គេមគូសគងសន្លឹកបៀដ៏ពេញនិយមមួយដែលត្រូវបានគេស្គាល់ថាវាគឺជា How to នៅក្នុងប្រទេសកូរ៉េនិង Hanafuda នៅក្នុងប្រទេសជប៉ុនហើយទាហានជើងគោកថ្នាក់ទី1លីដុងជីនគាត់កំពុងតែចាប់ផ្ដើមបង្ហាញនៅសមិទ្ធផលនៃការហ្វឹកហាត់ពិសេសរបស់គាត់ផងដែរហើយការប្រយុទ្ធរបស់ពួកគេនៅតែបន្តទោះបីជាពួកគេសម្លាប់ច្រើនប៉ុណ្ណាក៏ដោយវានៅតែបន្តទៀតការវាយប្រហារពីមួយទៅមួយកណ្ដុរបិសាចងាប់គោដូចជាភ្នំពួកគេនៅតែអាចឈរយ៉ាងរឹងមាំដើម្បីនៅក្នុងការទប់ទល់ជាមួយនឹងពួកកណ្ដុរបិសាចទាំងអស់នោះបន្ទាប់មកហ្វូងកណ្ដុរមួយវងធំវាមកកាន់តែច្រើនទៀតពីខាងក្រោយអញ្ចឹងហើយក្រុមទី1ជាមួយនឹងក្រុមទី4គេក៏ចាប់ផ្ដើមទៅការពារច្រកខាងក្រោយការប្រយុទ្ធជាមួយនឹងកណ្ដុរបិសាចនៅតែស្វិតស្វាញសម្រាប់ពួកគេក្រោយពីពួកគេបានសម្លាប់ពួកកណ្ដុរបិសាចទាំងអស់នោះអស់ជាច្រើនម៉ោងក្រោយមកពួកកណ្ដុរក៏ចាប់ផ្ដើមស្បាយបន្តិចម្ដងដែលពួកគេគិតថាពួកវាឥឡូវនេះសល់ចំនួនតិចប្រហែលជាពួកវាជិតអស់ហើយប៉ុន្តែស្រាប់តែមានជនមានអារម្មណ៍ដូចជាមិនសូវស្រួលពីព្រោះថាច្រមុះរបស់គេធំក្លិនថាមពលរបស់បិសាចកាលពីចូលមកដំបូងគេមិនសូវចាប់អារម្មណ៍នោះទេហើយក៏ហិតក្លិនមិនដឹងផងដែរពីព្រោះតែរបាំងបាំងមុខរបស់គេនឹងឯងប៉ុន្តែនៅពេលនេះគេក៏ចាប់អារម្មណ៍ដឹងថាមានថាមពលបិសាចដ៏សាហាវនៅទីនេះស្របពេលនោះផងដែរយើងក៏បានឃើញខ្វាំងស៊ីកកំពុងតែប្រយុទ្ធប៉ុន្តែគេក៏មិនបានចាប់អារម្មណ៍ថាមានទួលអ្វីមួយនៅពីក្រោមជើងគេឡើយម្យ៉ាងវិញទៀតលំហូររបស់ថាមពលបិសាចក៏ហូរឡើងទៅលើទួលនោះដែរបន្តិចក្រោយមកទួលក៏ចាប់ផ្ដើមប្រេះសម្បករបស់វានៅក្រោមជើងរបស់ខ្វាំងស៊ីកមានជនក៏ស្រែកប្រាប់ទៅកាន់ពួកគេថាវានឹងមកពីខាងក្រោមដីភ្លាមនោះទើបខ្វាំងស៊ីកចាប់អារម្មណ៍ថាមានអ្វីមួយនៅខាងក្រោមជើងគេភ្លាមនោះស្រាប់តែមានបន្ទោះដ៏ធំសម្បើមមួយក៏ផ្ទុះឡើងបណ្ដាលឲ្យពួកគេដែលនៅក្បែរនោះទៀតអស់រលីងទឹកមុខរបស់ខ្វាំងស៊ីកនៅពេលនេះពិតជាមានការផិតភ័យជាខ្លាំងក៏ព្រោះតែគេកំពុងតែប្រឈមមុខជាមួយនឹងសត្វបិសាចកណ្ដុរដ៏ធំមួយគឺថាមីត្ររបស់វានៅពេលដែលឈរទៅធំជាងខ្វាំងស៊ីក10-20ដងឯណោះចំណែកឯវាថែមទាំងមានភ្នែក4ទៀតផងនៅពេលនោះផងដែរវាក៏បានស្រែកយ៉ាងកំរោលទៅកាន់អ្នករាល់គ្នាអាចឆ្អឹងទាំងអស់ដែលយើងឃើញកាលពីមុននឹងគឺវាគឺជាអ្នកស៊ីនឹងឯងមានន័យថាសត្វកណ្ដុរបិសាចដ៏ធំមួយនេះវាបានយកគ្នាវាមកធ្វើជាចំណីរបស់វាផងដែរបើយើងក្លែកមើលទៅកាន់ខ្វាំងស៊ីកគឺគាត់ហានិភ័យជាងគេក៏ព្រោះតែគាត់នៅជិតជាងគេអញ្ចឹងហើយគោលដៅរបស់សត្វកណ្ដុរបិសាចមួយនោះគឺអ្នកដែលនៅជិតជាងគេនឹងឯងខ្វាំងស៊ីកគេភ័យខ្លាំងពេកមិនអាចធ្វើអ្វីចេញនោះទេសូម្បីតែអាវុធក៏របូតពីដៃផងដែរក្លែកមើលទៅកាន់ដងឈៀងរាងកាយរបស់គេនៅពេលដែលឃើញសត្វកណ្ដុរបិសាចនោះគេអាំងស្ទើរតែកម្រើកមិនរួចទៅហើយអញ្ចឹងហើយដោយឡែកថា
ខ្វាងស៊ីគីមីងគ្រូថ្នាក់អញ្ចឹងហើយខ្លួនត្រូវតែទៅជួយភ្លាមនោះដងជីនក៏ស្ទុះវឹងសំដៅទៅជួយការពារខ្វាងស៊ីកជាមួយនឹងអាវុធដាវរបស់គេស្របពេលនោះផងដែរដៃរបស់បិសាចកណ្ដុរយក្សនោះវាបានលើកវាប្រហារទៅលើខ្វាងស៊ីកមិនអាចធ្វើអ្វីបាននោះទេមានតែខ្ទប់មកទទួលយកសេចក្តីស្លាប់ប៉ុន្តែវាសំណាងល្អដែរដែលដងជីនមកជួយគេទាន់ពេលវេលាដែលយកដាវរបស់គេទៅរងជាមួយនឹងសត្វកណ្ដុរបិសាចយក្សនោះប៉ុន្តែវាការពារបានតែម្ដងប៉ុណ្ណោះដាវក៏ត្រូវបានរបូតចេញពីដៃអញ្ចឹងហើយពួកគេទាំងពីរនាក់ក៏ជួបគ្រោះថ្នាក់ទាំងពីរនាក់តែម្ដងហើយការវាប្រហារជាលើកទី2ក៏ចាប់ផ្ដើមសម្រាប់គេពីរនាក់ផងដែរនៅពេលនេះបិសាចកណ្ដុរយក្សនោះស្រែកពោពេញទៅដោយកំហឹងជាមួយនឹងថាមពលដ៏កាចសាហាវទៅកាន់អ្នកទាំងពីរមិនត្រឹមតែប៉ុណ្ណោះបំរុងនឹងវាទៅលើអ្នកទាំងពីរទៅហើយប៉ុន្តែភ្លាមស្រាប់តែមានជនហោះមកដល់នឹងលោតរំលងក្បាលរបស់ពួកគេទាំងពីរនាក់ហើយហោះយ៉ាងខ្ពស់នៅលើក្បាលរបស់បិសាចកណ្ដុរយក្សនោះបន្ទាប់មកយាខែរបស់គេឡើងនិងវាយទៅលើបិសាចកណ្ដុរយក្សនោះពេញទំហឹងដៃហើយកម្លាំងដ៏ខ្លាំងរបស់មានជនបានធ្វើឲ្យកណ្ដុរយក្សនោះក្រាបទៅនឹងដីតែម្ដងដែលធ្វើឲ្យដងជីនជាមួយនឹងខ្វាងស៊ីកពិតជាឆ្ងល់ថាមានរឿងអ្វីភ្លាមនោះមានជនក៏លើកដៃឲ្យសញ្ញាមេដៃទៅកាន់ដងជីនហើយនឹងប្រាប់ដងជីនថាធ្វើការងារបានល្អតាមពិតទៅមានជនគេអាចជួយពួកគេតាំងពីដំបូងប៉ុន្តែមានជនគេចង់ដឹងអំពីដងជីនតើគេមានភាពក្លាហានគ្រប់គ្រាន់និងភាពជឿជាក់ទៅលើខ្លួនឯងដើម្បីទប់ទល់ជាមួយនឹងបិសាចដែរឬអត់នេះក៏ដូចជាការបង្រៀននិងការបង្វឹកដើម្បីទទួលបានបទពិសោធន៍ផងដែរសម្រាប់ដងជីនក៏ញញឹមបញ្ជាក់ពីក្តីដឹងគុណទៅកាន់មានជនបន្ទាប់មកគេក៏ចាប់ផ្ដើមគ្រាដងស៊ីករត់ចាក់ចេញពីទីនោះហើយនឹងស្រែកប្រាប់ទៅកាន់មានជនថាឲ្យត្រឡប់ក្រោយព្រោះវាអាចនឹងមានគ្រោះថ្នាក់ដែលទប់ទល់ជាមួយនឹងកណ្ដុរបិសាចយក្សនេះប៉ុន្តែយើងក៏ដឹងស្រាប់ហើយមានជនគឺគេត្រូវការណាថាមពលរបស់បិសាចដើម្បីចិញ្ចឹមជីវិតក៏ដូចជាចិញ្ចឹមកូនខ្មោចរបស់គេនឹងឯងភ្លាមនៅផងដែរបិសាចកណ្ដុរយក្សក៏ងើបឡើងវិញជាមួយនឹងការខឹងក្រោលយ៉ាងខ្លាំងជាងមុនទៅទៀតដោយមិនចាំយូរវាក៏បានប្រើប្រាស់កម្លាំងដ៏សាហាវរបស់វាសម្រុកទៅកាន់មានជនមួយដៃនោះទោះបីជាមានជនគេអាចគេចផុតយ៉ាងងាយស្រួលក៏ដោយប៉ុន្តែយើងមើលទៅកាន់ល្អាងនោះហាក់បីដូចជាចង់បាក់មកហើយដុំថ្មនៅល្អាងដែលនៅខាងលើចាប់ផ្ដើមជ្រុះមកបណ្ដាហើយក៏រីប៉ាយនៅពេញដីការធ្លាក់នោះផងដែរបានធ្វើឲ្យវាមានដីហុយយ៉ាងក្រាស់ឃ្មឹកហើយចឹងហើយទាហានផ្សេងទៀតក៏វិបាកនៅក្នុងការមើលឃើញអ្វីៗផងដែរប៉ុន្តែមានជនគេក៏បានអរគុណទៅកាន់រឿងមួយនេះគឺធ្វើឲ្យអ្វីៗបាំងចិត្តទៅគ្មាននរណាអាចឃើញពីការប្រយុទ្ធរបស់គេជាមួយនឹងការស្រូបយកថាមពលរបស់បិសាចនឹងផងដែរបិសាចមួយនោះវាក៏បានប្រើថាមពលរបស់វាប្រហារទៅលើមានជនបន្តទៀតដោយមិនមាននរណាឃើញបែបនេះមានជនក៏ចាប់ផ្ដើមប្រើថាមពលពិតរបស់គេតែម្ដងជាដំបូងគេហោះទៅទាត់បិសាចកណ្ដុរនោះមួយជើងបណ្ដាលឲ្យបិសាចមួយនោះវាចាប់ផ្ដើមអួលតិចបន្ទាប់មកទៀតគេក៏ចាប់ផ្ដើមប្រើខាលដើម្បីបុកទៅលើបិសាចមួយនោះឲ្យប៉ាំងបន្តិចទៀតជាទីបញ្ចប់មានជនស្ទុះយ៉ាងលឿនហោះទៅលើបិសាចកណ្ដុរមួយនោះហើយម៉ាត់វាមួយដៃចំកណ្ដាលមកបណ្ដាលវាបែកបាក់ធ្មេញខ្ទេចតែម្ដងយើងឃើញថាត្រឹមតែ3ស្នៀតប៉ុណ្ណោះគឺដេកស្អាតតែម្ដងមិនចាំយូរឡើយមានជនក៏ចាប់ផ្ដើមស្រោកយកថាមពលរបស់បិសាចនោះទៅមានជនពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលទទួលបានការសាកថ្មបន្ថែមទៀតហើយកណ្ដុរបិសាចមួយនោះក៏ត្រូវបានងាប់យ៉ាងពេញលេញផងដែរក្រោយមកយើងក៏បានឃើញ system បង្ហាញប្រាប់ថាមានជនគឺបានស្រូបយកថាមពលបិសាចនៅក្នុងបរិមាណមួយដ៏ជាក់លាក់ stake នៃថាមពលបិសាចរបស់មានជននៅពេលនេះគឺកើនឡើងមួយបន្ទាប់ពីទទួលបានរួចហើយមានជនគេនិយាយទាំងញញឹមថាអូវាច្រើនគ្រាន់បើដែរអញ្ចឹងខ្ញុំនឹងប្រើវាឲ្យល្អបំផុតនៅក្នុងផ្លូវល្អសាច់រឿងនៅភាគនេះរបស់យើងក៏ត្រូវបានបញ្ចប់ admin ក៏សូមអរគុណខ្លាំងមែនទែនសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នា